សួស្តីថ្ងៃនេះខ្ញុំនឹងបង្ហាញមុខម្ហូបមួយដែលមានគ្រឿងផ្សំគោលរបស់យើងគឺជាភ្លៅមាន់ជាដំបូងគឺយើងវះភ្លៅមាន់របស់យើងដើម្បីឲ្យពេលដែលយើងចម្អិនទៅវាចូលគ្រឿងបានល្អភ្លៅមាន់នេះមិនមែនជាភ្លៅមាន់ស្រែទេដោយសារខ្ញុំទិញនៅផ្សារខ្ញុំអត់ដឹងថាភ្លៅមាន់នេះមានប្រភពមកពីណាទេដោយសារតែនឹកឃ្លានម្ហូបមួយដែលយើងអត់ដឹងថាមានឈ្មោះអីទេយើងកែច្នៃចេញពីភ្លៅមាន់ដំបូងគឺយើងវះវាឲ្យវាមានចូលឲ្យវះវាចូលឲ្យវះភ្លៅមាន់ហ្នឹងជាដូចយើងកន់ត្រីអញ្ចឹងយើងវះវាមកព្រោះពេលដែលយើងវះអញ្ចឹងហើយពេលដែលយើងចំអិនវាទៅវាងាយស្រួលចូលជាតិចូលគ្រឿងបានល្អជាងបើមិនជាយើងអត់វះឥឡូវនេះយើងវះវាចិត្តរួចហើយយើងវះវាឲ្យទាំងអស់មានភ្លៅមាន់ទាំងប្រមាណយើងវះវាទាំងអស់គ្រប់ភ្លៅមាន់ទាំងអស់ដើម្បីយើងចម្អិនទៅវាចូលគ្រឿងបានល្អបើយើងអត់វះទេពេលយើងចម្អិនវាអាចនឹងមានជាប់គ្រឿងតែនៅខាងក្រៅឯងវាអត់ចូលទៅក្នុងសាច់របស់ភ្លៅមាន់ហ្នឹងឯងអញ្ចឹងយើងត្រូវវះវាគ្រប់ភ្លៅមាន់ទាំងអស់វះម្ដងមួយរហូតតតែភ្លៅមាន់ទាំងអស់ហ្នឹងយើងវះវាឲ្យគ្រប់ហាមចន្លោះភ្លៅមាន់ណាមួយយើងវះវាម្ដងមួយទៅនៅពេលដែលយើងវះវាឲ្យអស់យើងនឹងអាចមានពេលដើម្បីទៅធ្វើនៅគ្រឿងផ្សំបន្ទាប់ឥឡូវនេះខ្ញុំវះចិត្តរួចហើយដោយសារតែភ្លៅមាន់របស់យើងមានច្រើនដែរអញ្ចឹងយើងវះវាទាំងអស់អត់មានចន្លោះភ្លៅមាន់ណាមួយទេយើងវះវាម្ដងមួយទាំងអស់គ្រប់ភ្លៅមាន់ទាំងអស់ហ្នឹងយើងវះឥឡូវនេះយើងវះហើយយើងជំហានទី2នេះគឺយើងហាន់អានេះជារំដេងគ្រឿងផ្សំខ្ញុំមានរំដេងមានគល់ស្លឹកគ្រៃមានខ្ទឹមសមានស្លឹកក្រូចខ្ទឹមសហើយនិងខ្ទឹមក្រហមរំដេងរបស់យើងគឺយើងចិតវាជាចំណែកល្អិតបន្ទាប់មកទៀតយើងហាន់គល់ស្លឹកគ្រៃម្ដងតែឥឡូវយើងហាន់ស្លឹកក្រូចក៏បានដែរយើងមានស្លឹកក្រូចហាន់ស្លឹកក្រូចមុនស្លឹកក្រូចយើងវះយកអាធ្នង់កដាលវាចេញយើងវះស្លឹកក្រូចហ្នឹងយើងវះអាធ្នង់កដាលនៃស្លឹកក្រូចហ្នឹងចេញអាស្លឹកក្រូចយើងអត់ប្រើច្រើនទេយើងប្រើតែប្រហែលស្លឹកទេយើងគ្រាន់តែវះវាយកអាធ្នង់កដាលនៃស្លឹកក្រូចហ្នឹងចេញមកគឺបានរួចរាល់ហើយយើងអត់ចាំបាច់ត្រូវហាន់ស្លឹកក្រូចល្អិតតូចទៀតទេយើងវះស្លឹកក្រូចហ្នឹងម្ដងមួយស្លឹកទៅហើយបន្ទាប់មកទៀតគឺយើងអាចថាយើងយកស្លឹកគល់ស្លឹកគ្រៃយើងយកគល់ស្លឹកគ្រៃហ្នឹងយើងមកហាន់ក៏បានដែរយកគល់ស្លឹកគ្រៃរបស់យើងមកគល់ស្លឹកគ្រៃបានយកគល់ស្លឹកគ្រៃហ្នឹងយើងយកមកហាន់ឲ្យវាតូចល្អិតមកដោយសារគ្រឿងផ្សំនេះបន្ទាប់ពីយើងហាន់ហើយយើងនឹងយកវាទៅបុកជាមួយនឹងត្បាល់តែមុននឹងបុកយើងត្រូវហាន់វាឲ្យតូចទៅវាងាយស្រួលពេលដែលយើងបុកទៅវាម៉ត់ល្អបើយើងអត់ហាន់យើងបុកទៅអត់ម៉ត់ល្អទេហ្នឹងយើងត្រូវហាន់គល់ស្លឹកគ្រៃរបស់យើងដាក់មកល្មមឯងខ្ញុំអត់ដាក់ច្រើនទេដាក់ល្មមមានរំដេងស្លឹកក្រូចគល់ស្លឹកគ្រៃហើយឥឡូវយើងហាន់រួចរាល់ហើយយើងអាចបុកជំហានដំបូងគឺខ្ញុំបុកគល់ស្លឹកគ្រៃមុនដោយសារគល់ស្លឹកគ្រៃយើងបុកអត់ងាយម៉ត់ទេអញ្ចឹងខ្ញុំបុកគល់ស្លឹកគ្រៃហើយនឹងរំដេងមុនសម្រាប់ខ្ទឹមក្រហមខ្ទឹមសស្លឹកក្រូចម្ទេសអីគឺយើងនឹងដាក់ទៅបន្ទាប់អញ្ចឹងឥឡូវនេះយើងយកអង្រែមកយើងអាចបុកគល់ស្លឹកគ្រៃរបស់យើងគល់ស្លឹកគ្រៃហ្នឹងយើងអាចហាន់វាឲ្យតូចល្អិតដូចខ្ញុំអញ្ចឹងទៅវាពេលដែលយើងបុកវានឹងអាចឆាប់ម៉ត់ហើយរំដេងរបស់យើងក៏ដូចគ្នាដែរយើងហាន់វាឲ្យវាចំណិតតូចល្មមពេលដែលយើងបុកទៅវាឆាប់ម៉ត់ល្អបើសិនជាយើងអត់នេះទេបុកអត់ងាយម៉ត់ទេឥឡូវគឺយើងបុកទៅឆាប់ម៉ត់ជំហានទី2គឺយើងដាក់ខ្ទឹមក្រហមខ្ទឹមសរបស់យើងចូលខ្ទឹមសខ្ទឹមក្រហមហ្នឹងក៏យើងគ្រាន់តែបកសម្បកវាចេញមកបន្ទាប់មកយើងអាចបុកឲ្យវាចូលជាមួយនឹងគល់ស្លឹកគ្រៃអានេះជាគ្រឿងផ្សំដើម្បីយើងដាក់អានេះជាមុខម្ហូបមួយដែលខ្ញុំអត់ទាន់ប្រាប់ឈ្មោះហើយនឹងប្រាប់វិធីធ្វើឯប៉ុន្តែខ្ញុំនឹងធ្វើវាតាមដំណាក់កាលមួយចូលឥឡូវនេះយើងដាក់ម្ទេសដាក់ស្លឹកក្រូចម្ទេសយើងមានម្ទេសក្រហមមានម្ទេសខៀវមានអីយើងលាយឡំចូលគ្នាទៅហើយយើងដាក់ចូលទាំងអស់ហើយយើងបុកបន្តទៀតយើងបុករហូតដល់គ្រឿងទាំងអស់ហ្នឹងវាម៉ត់ចូលគ្នាព្រោះថាបើយើងអត់បុកឲ្យវាម៉ត់ទេយើងដាក់ទៅយើងញ៉ាំទៅប្រកាសជានៅគ្រឿងនឹងឆ្កាតហើយអញ្ចឹងយើងបុកវាឲ្យម៉ត់ឥឡូវនេះគ្រឿងផ្សំដែលខ្ញុំបុកហ្នឹងគឺវាម៉ត់ហើយតែបើមិនជាវាអត់ទាន់ម៉ត់ទេយើងបន្តបុកវាទៀតយើងបុកវារហូតហ្នឹងបុកគ្រឿងហ្នឹងរហូតតតែវាម៉ត់ល្អទើបយើងឈប់
ឥឡូវនេះខ្ញុំគិតថាមកហើយយើងចូលអាគ្រឿងដែលយើងបុកហ្នឹងចេញពីត្បាល់ដាក់ចូលក្នុងចានមកព្រោះបើសិនជាយើងដាក់នៅក្នុងត្បាល់ហ្នឹងទៀតវាអត់កើតទេយើងបុកហើយយើងបុកហើយយើងអាចដាក់វាចូលទៅក្នុងចានមកនៅពេលយើងគេដាក់ទុកមួយឡែកយើងទុកវាមួយឡែកសិនមកតមកយើងដាក់ខ្ទះលើភ្លើងឲ្យក្តៅតមកយើងចាក់ប្រេងឬក៏ខ្លាញ់បើមានខ្លាញ់ដាក់ខ្លាញ់ទៅមិនមានប្រេងឆាដាក់ប្រេងឆាទៅព្រោះជាប្រភេទសម្លឆានោះទេឥឡូវនេះនៅពេលដែលខ្លាញ់របស់យើងក្តៅហើយយើងយកអាគ្រឿងដែលយើងបុកមិញហ្នឹងបុកចុកដៃមិញហ្នឹងយើងបុកហើយយើងចាក់ចូលនៅក្នុងខ្លាញ់ហ្នឹងតែម្ដងទៅយើងចាក់វាអស់ទៅមិនបាច់ទុកទេចាក់ឲ្យយើងឆាទៅឆាត្រឡប់ទៅត្រឡប់មកត្រឡប់ទៅត្រឡប់មកទៅយើងមិនបាច់គិតអីច្រើនយើងឆាវាទៅឆាឥឡូវវាចាប់ផ្ដើមប្រែពណ៌តិចហើយប្រែពណ៌តិចហើយយើងនៅឆាទៀតថាយើងថែមទឹកមួយច្រូចមកខ្ញុំថែមទឹកក្នុងអាគ្រឿងឆាហ្នឹងមួយច្រូចថែមទឹកមួយច្រូចខ្ញុំឆាទៀតឆាទៅឆាមកឆាទៅឆាមកទៀតទៅឆាទៀតហើយខ្ញុំថែមទឹកមួយច្រូចទៀតថែមទឹកវាមួយច្រូចហើយខ្ញុំឆាទៀតភ្លើងបើកមកល្មមទៅខ្ញុំឆាទៅឆាមកឆាទៅឆាមកទៀតហើយឥឡូវខ្ញុំថែមទឹកវាមួយច្រូចទៀតថែមទឹកមួយច្រូចហើយខ្ញុំឆាទៅឆាមកឆាទៅឆាមកទៀតឆាទៅឆាមកហើយឥឡូវនេះខ្ញុំដូចជាចង់ដាក់ម្ទេសខ្ញុំដាក់ម្ទេសហុយបន្តិចមើលនេះដាក់ម្ទេសហុយមួយច្រូចទៅដាក់ហើយឥឡូវទុកឲ្យវាពុះបន្ទាប់ពីវាពុះល្អហើយខ្ញុំបានចាក់ភ្លៅមាន់របស់យើងចូលភ្លៅមាន់នេះមិនមែនយកទៅប្រឡាក់ទេគឺយកមកឆាគ្រឿងទីទូទៅគេឆាគ្រឿងអីឆាគ្រឿងកែបឆាគ្រឿងសាច់មាន់តែឥឡូវនេះឆាគ្រឿងដែរគឺឆាគ្រឿងភ្លៅមាន់ហើយអត់កាប់ទៀតគ្រាន់តែវះវាឲ្យវាមានចំណិតចំណែកដូចយើងប្រឡាក់ត្រីហើយយកមកឆាតែម្ដងយើងគ្របមិញហ្នឹងខ្ញុំគ្របវាទុកមិនទុកវាពុះហើយខ្ញុំថែមគ្រឿងអានេះដូចជាស្ករសខ្ញុំដាក់ស្ករស2ស្លាបព្រាតូចហើយមានអំបិលតែអត់ទាន់ដាក់អំបិលទេខ្ញុំចង់ដាក់ប៊ីចេងមុនខ្ញុំដាក់ប៊ីចេងចូលមួយកូនស្លាបព្រាតមកទៀតខ្ញុំដាក់ម្សៅរ៉ូឌីដាក់ចូលមួយកូនស្លាបព្រាតូចមកបើយើងចូលចិត្តប្រៃយើងថែមអំបិលទៅតែខ្ញុំអត់ទាន់ដាក់អំបិលទេព្រោះនៅគ្រឿងផ្សំបន្ថែមខ្សែផ្សំបន្ថែមទៀតឥឡូវនេះភ្លើងមាន់របស់យើងវាពុះហើយវាពុះយើងទុកលើភ្លើងចោលវាពុះចឹងទៅរំងាស់វាដើម្បីឲ្យសាច់មាន់ភ្លើងមាន់របស់យើងនឹងវាផុយឥឡូវនេះជំរាបបន្ទាប់ខ្ញុំថែមប្រេងខ្យងខ្ញុំដាក់ម៉ាឡាព្រាតមកទៀតខ្ញុំថែមម៉ាឡាព្រាទៀតចង់ឲ្យវាគ្រឿងរៀងដិតនេះជាមូលហេតុដែលខ្ញុំអត់ទាន់ដាក់អំបិលដោយសារត្រូវនៅដាក់ប្រេងខ្យងទៀតយើងដាក់ប្រេងខ្យងរហូតដល់2ស្លាបព្រានោះអញ្ចឹងវាអាចជាងប្រៃហើយឥឡូវយើងដាក់ប្រេងខ្យងចូលបន្តិចហើយយើងនៅតែបន្តវាដាក់នៅលើភ្លើងទៀតដល់វាចំអិនវារងាស់វាហើយខ្ញុំថែមទឹកត្រីទៀតខ្ញុំអត់ថែមអំបិលខ្ញុំថែមទឹកត្រីបន្តិចទៀតថែមទឹកត្រីបន្តិចហើយខ្ញុំយកវាឆាមកខ្ញុំអាចជោគឆាវាត្រឡប់ទៅត្រឡប់មកទៅដើម្បីឲ្យអាភ្លៅមាន់របស់យើងហ្នឹងវាចូលជាតិបានល្អជាមួយនឹងគ្រឿងរបស់យើងឥឡូវយើងឆាវាបន្តិចហើយយើងអាចក្របវាមិនទុះហើយឥឡូវយើងបើកមកក្លិនឈ្ងុយឡើងហៀវតែម្ដងអាភ្លៅមាន់ឆាគ្រឿងរបស់យើងនេះវាបានឆ្អិនរួចរាល់ហើយប៉ុន្តែយើងចង់រងាស់វាឲ្យវាផុយបានល្អពេលយើងញ៉ាំទៅខាំមកវាផុយគ្រប់តែម្ដងយើងអត់ចង់ឲ្យវានៅស្វិតទេអញ្ចឹងយើងអាចជោគឆាត្រឡប់ទៅត្រឡប់មកទៅឲ្យវាផុយឲ្យវាគ្រឿងរបស់យើងហ្នឹងចូលជាតិទាំងក្នុងសាច់មាន់នឹងបានល្អហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណសូមគោរពលាបាយបាយ